Hey, hello. Hello. Ngày nay mới lên năm Yosemite Yosemite Park. đi làm. Let's go. ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំកាត់ចេញវីដេអូវិញយូរមែនទែនហើយវីដេអូថ្ងៃនេះខ្ញុំធានាថានឹងមិនធ្វើឲ្យពុកម៉ែបងប្អូនខកអំណងនោះទេកុំភ្លេចទស្សនាដល់ចប់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាឧទ្យានជាតិ Yosemite ដែលជាភាសាអង់គ្លេសនោះគឺគេហៅថា Yosemite National Park ដែលស្ថិតនៅក្នុងជួរភ្នំ Sierra Nevada នៃរដ្ឋ California ខាងជើងនៃសហរដ្ឋអាមេរិកនៅនេះគឺត្រូវបានបង្កើតឡើងនៅឆ្នាំ1890ហើយល្បីល្បាញមែនទែនគឺដោយសារតែផ្ទាំងថ្មក្រានីតទឹកធ្លាក់ខ្ពស់ហើយនិងដើមឈើយក្ស Sequoia វាក៏ជាតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO ផងដែរហើយកន្លែងនេះគឺជាកន្លែងកម្សាន្តមួយដែលល្បីសម្រាប់អ្នកដែលចូលចិត្តធម្មជាតិការដើរព្រៃឡើងភ្នំចុះភ្នំមកនេះគឺត្រូវទាំងអស់បើនិយាយពីប្រវត្តិសាស្ត្រវិញនៅតំបន់នេះគឺត្រូវបានរស់នៅដោយជនជាតិដើមភាគតិចរាប់ពាន់ឆ្នាំមកហើយមុនពេលដែលអ្នករុករកជនជាតិអឺរ៉ុបនឹងបានមកដល់នៅពាក់កណ្ដាលសតវត្សទី19ឥឡូវនេះគឺយើងបានធ្វើដំណើរមកដល់ទឹកធ្លាក់ហើយអញ្ចឹងមកស្ដាប់សំឡេងធម្មជាតិទឹកធ្លាក់ទាំងអស់គ្នាដោយសារតែថ្ងៃដែលខ្ញុំមកលេងគឺថ្ងៃសុក្រយើងទៅសុំមានមនុស្សច្រើនទេថ្ងៃដែលមានមនុស្សច្រើនគឺពេលច្រើនថ្ងៃសៅរ៍អាទិត្យឬមួយក៏ថ្ងៃបុណ្យទានអីចឹងណា Hi now we are here at waterfall yes okay Careful. Be careful. I'm fine Yeah, you can jump on that rock bed. ឃើញទឹកធ្លាក់ស្អាតពេកឥឡូវមើលពីចង្អាយអត់ចិត្តទេដើរតែមើលចិត្តតើវាស្អាតប៉ុណ្ណាទៅឥឡូវដើរមកដល់ហើយតែអត់បានទៅដល់ចិត្តដោយសារតែផ្លូវដើរពិបាកពេកចឹងហើយបានពីចង្អាយតែគាត់ថាចិត្តជាងមុនតិចដោយសារតែភាពស្រស់ស្អាតនិងភាពអស្ចារ្យបែបនេះហើយទុកធ្វើឲ្យលោកប្រធានាធិបតី Abraham Lincoln បានចុះហត្ថលេខាដើម្បីការពារជ្រលងភ្នំដ៏ស្រស់ស្អាតមួយនេះពេលដែលខ្ញុំដើរត្រឡប់ទៅវិញគឺខ្ញុំ surprise មែនទែនបងប្អូនគឺខ្ញុំឃើញព្រិលនិយាយទៅនៅតំបន់ដែលខ្ញុំរស់នៅក៏មានព្រិលធ្លាក់ឯងប៉ុន្តែនៅលើភ្នំនោះគឺមានដោយសារតែនៅលើភ្នំគឺត្រជាក់ខ្លាំងពេលឆ្នាំខ្លះហ្នឹងគឺធ្លាក់ព្រិលច្រើនមែនទែនប៉ុន្តែឆ្នាំខ្លះគឺអត់ទេវាអាស្រ័យទៅលើអាកាសធាតុដែរនោះក៏នៅមានព្រិលដែលអត់តន់រលាយខ្លះទឹកដែរទៅមុខទៀតក៏មានដែរនិយាយទៅមានវាអត់ស្មើវាមានកញ្ចក់បញ្ចុកចឹងណា It's a lot of the got you. Excuse me? It's a lot of safe ice. It's not shaved ice, it's just snow. We just put the condensed milk and that's it. But it's a little bit dirty. នៅនេះគឺមិនមែនមានតែភ្ញៀវជាតិទេគឺមានទាំងភ្ញៀវអន្តរជាតិដែលមកពីបណ្ដាប្រទេសផ្សេងៗជាពិសេសគឺនិស្សិតដែលមកចុះកម្មសិក្សាតាមរយៈសាលាអីហ្នឹង Yeah, I guess there's like a restroom there. Oh, the road is closed for winter. So we can just go tonight. ដើមឈើឈើលហើយ Yeah, the hotel, so yeah, it's further down. มันมอง
Now remember, this is the hotel, and we're close to the hotel over there. So I don't know how much it costs. Yeah. Strawberry. There's a swimming pool there too. That's it.សូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជម្រាបលាបាយបាយ